កាលពីថ្ងៃទី18 ខែតុលាឆ្នាំ2025ពលរដ្ឋសហរដ្ឋអាមេរិកប្រមាណជាង7លាននាក់ទូទាំងប្រទេសទាំង50រដ្ឋបានចេញមកតវ៉ាក្រោមពាក្យស្លោកថាគ្មានស្ដេចនៅលើទឹកដីអាមេរិកទេដែលពួកគេសរសេរលើបដាថា No King មានពលរដ្ឋជាច្រើននៅលើពិភពលោកឆ្ងល់ថាហេតុអ្វីបានជាមានការតវ៉ាកើតមានឡើងដោយសារតែប្រទេសអាមេរិកជាប្រទេសបិតាលទ្ធិប្រជាធិបតេយ្យហើយក៏ជាប្រទេសមហាអំណាចទី1នៅលើពិភពលោកតើមូលហេតុអ្វីបានជាពលរដ្ឋអាមេរិកធ្វើការតវ៉ាមានហេតុផលជាច្រើនដែលនាំឲ្យមានការតវ៉ានេះកើតមានឡើងគឺចេញពីការមិនពេញចិត្តរបស់ពលរដ្ឋអាមេរិកទៅលើទង្វើរបស់ប្រធានាធិបតី Donald Trump ដែលបង្ហាញឲ្យឃើញថាលោក Donald Trump ចង់កាន់អំណាចយូរតទៅមុខទៀតនិយាយឲ្យចំគឺទង្វើផ្ដាច់ការរបស់លោក Donald Trump តែម្ដងខាងក្រោមជាការលើកឡើងរបស់អ្នករៀបចំការតវ៉ានិងអ្នកចូលរួមដែលជាបញ្ហាសំខាន់មានដូចជាការព្រួយបារម្ភក្នុងចំណោមក្រុមបាតុករដែលថារដ្ឋបាលបច្ចុប្បន្នរបស់ប្រធានាធិបតី Donald Trump កំពុងបង្ហាញទំនោរផ្ដាច់ការប្រើប្រាស់អំណាចប្រតិបត្តិយ៉ាងកក្លឿនស្នើឲ្យមានការកាន់អំណាចយូរច្រើនជាង2អាណត្តិការដាក់ពង្រាយកងកម្លាំងសហព័ន្ធទូទាំង50រដ្ឋការព្រួយបារម្ភអំពីការអនុវត្តច្បាប់អន្តោប្រវេសន៍និងការនិរទេសទ្រង់ទ្រាយធំជាពិសេសសកម្មភាពរបស់ភ្នាក់ងារសហព័ន្ធនិងការប្រើប្រាស់ភ្នាក់ងារបិទមុខសិទ្ធិសេរីភាពពលរដ្ឋមានការព្រួយបារម្ភសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិតវ៉ាទូនីតិនៃការត្រួតពិនិត្យរបស់រដ្ឋបាលនិងការមិនចោលស្របការដាក់ពង្រាយកងកម្លាំងឆ្មាំសហព័ន្ធនិងកងកម្លាំងសន្តិសុខផ្សេងទៀតចូលទៅក្នុងទីក្រុងនានាដែលអ្នកតវ៉ានិងក្រុមសិទ្ធិស៊ីវិលជាច្រើនចាត់ទុកថាជាការប្រើប្រាស់អំណាចយោធានៅក្នុងប្រទេសអាមេរិកការគៀងគរឲ្យមានការប្រមូលផ្ដុំតវ៉ាប្រឆាំងការពង្រីកអំណាចរបស់លោកត្រាំរួមមានការគៀងគរឲ្យមានការប្រមូលផ្ដុំប្រឆាំងការពង្រីកអំណាចរបស់លោក Donald Trump រួមមានអតីតយុទ្ធជនអតីតអ្នកគាំទ្រគណបក្សយុវជនចំនួនក្រោយនិងសហគមន៍ជាច្រើនទៀតបានចូលរួមទូទាំងសហរដ្ឋអាមេរិកតែម្ដងតើការតវ៉ាមានន័យយ៉ាងណាផលប៉ះពាល់ដែលអាចកើតមានឡើងយ៉ាងដូចម្ដេចសញ្ញានយោបាយទំនាក់ទំនងនៃការតវ៉ាបញ្ជូនសញ្ញាដ៏រឹងមាំថាការប្រឆាំងមានលក្ខណៈទូលំទូលាយនិងចម្រុះថាតើវាប្រែទៅជាការផ្លាស់ប្ដូរការបោះឆ្នោតការឆ្លើយតបផ្នែកនីតិបញ្ញត្តិឬក៏ការផ្លាស់ប្ដូរគោលនយោបាយសាធារណៈនៅតែត្រូវបានគេមើលឃើញការបែងចែកជាពីរផ្នែកនៃពលរដ្ឋអាមេរិកព្រឹត្តិការណ៍ទាំងនេះឆ្លុះបញ្ចាំងពីភាពស៊ីជម្រៅកាន់តែស៊ីជម្រៅកង្វល់ដែលត្រូវបានលើកឡើងគឺមិនមែនគ្រាន់តែជាគោលនយោបាយជាក់លាក់នោះទេមានន័យថាគោលនយោបាយនៃរដ្ឋបាលលោក Donald Trump សង្កត់ធ្ងន់ទៅលើអន្តោប្រវេសន៍និងសេដ្ឋកិច្ចប៉ុន្តែជារចនាសម្ព័ន្ធនៃអំណាចផ្ដាច់ការរបស់រដ្ឋបាលនេះហើយបានធ្វើឲ្យបទដ្ឋានប្រជាធិបតេយ្យធ្លាក់ចុះគួរឲ្យកត់សម្គាល់ការកើនឡើងដែលអាចកើតមានខណៈពេលដែលការតវ៉ាជាច្រើននាពេលបច្ចុប្បន្ននេះមានសន្តិភាពការប្រមូលផ្ដុំដ៏ធំមានហានិភ័យការប៉ះទង្គិចការឆ្លើយតបនឹងការអនុវត្តច្បាប់ផលប៉ះពាល់ផ្នែកច្បាប់និងនយោបាយការតវ៉ាតូចៗមួយចំនួនបានប្រឈមនឹងការចាប់ខ្លួនឬការប៉ះទង្គិចអំពីប្រព័ន្ធផ្សព្វផ្សាយរបៀបដែលការតវ៉ាត្រូវបានរៀបចំឡើងដោយអ្នករៀបចំដោយរដ្ឋបាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានឥទ្ធិពលលើឥទ្ធិពលរបស់ពួកគេជាឧទាហរណ៍ពាក្យថាគ្មានស្ដេច No King កំណត់បញ្ហាទាក់ទងទៅនឹងការប្រឆាំងរាជាធិបតេយ្យឬការគ្រប់គ្រងផ្ដាច់ការផលវិបាកគោលនយោបាយរដ្ឋបាលអាចឆ្លើយតបជាមួយនឹងសម្បទានកំណែទម្រង់ឬការបង្រួបបង្រួមអំណាចបន្ថែមទៀតហើយការតវ៉ាអាចមានឥទ្ធិពល
លើការបោះឆ្នោតនាពេលខាងមុខគឺជាការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់ប្រធានាធិបតីហើយវាក៏បង្ហាញពីការតែងតាំងឬក៏របៀបវារៈតាមបែបនីតិបញ្ញត្តិ